ជំរាបសួរអ្នកគ្រូនិងសួស្តីអ្នកនរគ្នាថ្ងៃហ្នឹងខ្ញុំមកពីជិញអំពីពាណិជ្ជកម្ម model ដែលខ្ញុំបានឈ្មោះលើវិទ្យាមកពីសាលារៀន CRT ពេលប្រឡងទី12ចប់ទៅដូចជាពិបាករកអាហារូបករណ៍ដល់ហើយព័ត៌មានទាំងអស់នោះវាអត់សូវច្បាស់លាស់ដែលហើយវាពិបាករកនៅក្នុងតាមបណ្ដាញ Facebook ទៀតអញ្ចឹងទៅវាបានបង្កើតជាបញ្ហាជាច្រើនដែលក្នុងនោះពួកខ្ញុំបានកំណត់បានបញ្ហា3ធំៗគឺទី1កង្វះការយល់ដឹងនិងព័ត៌មានអាហ្នឹងសិស្សានុសិស្សជាច្រើនជាពិសេសអ្នកនៅតាមជនបទមិនដឹងអំពីឱកាសអាហារូបករណ៍ដែលមានដោយសារលទ្ធភាពទទួលបានហ្នឹងព័ត៌មានហ្នឹងវាអត់ល្អទេហើយអាហារូបករណ៍ខ្លះត្រូវបានផ្សាយតែជាភាសាអង់គ្លេសឬតាមរយៈអនឡាញដែលធ្វើឲ្យសិស្សហ្នឹងមិនអាចទទួលយកបានយ៉ាងងាយស្រួលដល់ពេលបញ្ហាធំទី2ហ្នឹងគឺដំណើរការកម្មវិធីហ្នឹងស្មុគស្មាញណាស់គឺអាពេលដាក់ពាក្យហ្នឹងវាពិបាកហើយសិស្សជាច្រើនជួបការលំបាកក្នុងការរៀបចំឯកសារចាំបាច់ដូចជារបាយការណ៍ផ្ទាល់ខ្លួនលិខិតណែនាំនិងទម្រង់ជំនួយហេដ្ឋានវត្ថុហើយវាកង្វះការណែនាំត្រឹមត្រូវនាំឲ្យបាត់បង់ឱកាសជាច្រើនដល់ពេលបញ្ហាធំទី3ហ្នឹងគឺឧបសគ្គភាសាមួយផ្នែកធំនៃអាហារូបករណ៍ដែលមានជាភាសាអន្តរជាតិទាមទារជំនាញភាសាអង់គ្លេសដែលក្នុងនោះមានដូចជា IELTS ហើយមួយនឹង TOEFL ដែលនិស្សិតកម្ពុជាជាច្រើនតស៊ូជាមួយហើយវាបានកំណត់សិស្សគឺសមត្ថភាពក្នុងការប្រកួតប្រជែងសម្រាប់ឱកាសសកលចឹងទៅដំណោះស្រាយរបស់ពួកខ្ញុំហ្នឹងគឺបង្កើតជា website មួយដែលមានឈ្មោះថា Start រៀនwebsite ហ្នឹងគឺមានគោលបំណងដើម្បីឲ្យទៅដល់និងជួយដល់និស្សិតវិទ្យាល័យនិស្សិតអ្នកបញ្ញាបត្រនិងអ្នកដែលមិនធ្លាប់បានឮអំពីអាហារូបករណ៍ពីមុនមកធានាបានឲ្យគាត់នឹងបានរៀននិងទទួលយកឱកាសមុនពេលដែលផាត់កំណត់ហើយអ្វីដែលពួកខ្ញុំផ្ដល់ជូនហ្នឹងគឺបញ្ជីអាហារូបករណ៍ទាន់សម័យជំនាញអ្នកជំនាញលើកម្មវិធីការណែនាំអំពីសិទ្ធិនិងតម្រូវការហើយគោលបំណងហ្នឹងគឺធានាថាគ្មានសិស្សណាដែលស័ក្តិសមត្រូវខកខានដោយសារកង្វះព័ត៌មានpropose solution ហ្នឹងទី1គឺ scholarship hoop វេទិកាកណ្ដាលដែលរៀបចំនិងធ្វើបច្ចុប្បន្នភាពបញ្ជីអាហារូបករណ៍ផ្ដល់នៅលក្ខណៈវិនិច្ឆ័យលម្អិតនៃសិទ្ធិទទួលបានការបដិឆេទកំណត់និងគោលដៅដែលនាំកម្មវិធីដើម្បីជួយសិស្សស្វែងរកឱកាសល្អបំផុតហើយទី2គឺ application cadence អាហ្នឹងទទួលបានការណែនាំជាជំហានគំរូងាយស្រួលប្រើនិងគន្លឹះអ្នកជំនាញបូកនឹងវគ្គសិក្សាពេញលេញដើម្បីជួយអ្នកបង្កើតកម្មវិធីរឹងមាំនិងឈ្នះអាហារូបករណ៍ជាច្រើនទៀតpropose solution ទី3ហ្នឹងគឺ early awareness អាហ្នឹងជួយឲ្យសិស្សបានដឹងអំពីអាហារូបករណ៍ហ្នឹងឲ្យទាន់ពេលវេលាហើយពួកគាត់អាចមានពេលគ្រប់គ្រាន់ដើម្បីដាក់ពាក្យមុនថ្ងៃផុតកំណត់ដល់ពេល target customer របស់ពួកខ្ញុំហ្នឹងគឺទី1និស្សិតនៅក្នុងសាកលវិទ្យាល័យដែលអាយុចាប់ពី18ដល់24ឆ្នាំភេទទាំងអស់មានដូចជាប្រុសស្រីហើយមួយ non binary ដល់ពេលgraduate high school student ហើយនឹងកង្វះធនធានដល់ពេល customer សំខាន់ទី2របស់ពួកខ្ញុំគឺទូកធរ and គ្រូបង្រៀនដែលភេទហ្នឹងអត់កំណត់ទេហើយនឹងសិស្សវិទ្យាល័យហើយនឹងគ្រូបង្រៀនអានេះគឺជា prototype របស់ពួកខ្ញុំដែល website ហ្នឹងគឺមានfeature ដូចជា bachelor program major abroad ហើយមួយនឹង course ហើយវាមានសាកលវិទ្យាល័យជាច្រើននៅក្នុងហ្នឹងអាហ្នឹងវាសម្រាប់ high school ហើយមួយ undergraduate ដល់ពេល value proposition សម្រាប់ position ទី1ហ្នឹងគឺfind solution find scholarship easily អាហ្នឹងជួយសិស្សឲ្យរកឃើញអាហារូបករណ៍ជាតិនិងអន្តរជាតិដែលត្រូវនឹងលក្ខណៈសម្បត្តិរបស់ពួកគេដល់ពេលទី2 access verify opportunity អាហ្នឹងគឺផ្ដល់វេទិកាដែលនាំទុកចិត្តបានជាមួយនឹងបញ្ជីអាហារូបករណ៍ទាន់សម័យនិងពិតប្រាកដល្បីឈ្មោះដល់ពេលទី3ហ្នឹងdetail on website អាហ្នឹងគឺផ្ដល់ការណែនាំអំពីសិទ្ធិទទួលបានការបដិឆេទកំណត់និងការកំណត់អំពីកម្មវិធីដើម្បីបង្កអត្រាជោគជ័យដល់ពេលនៅក្នុងទីផ្សាររបស់ពួកខ្ញុំហ្នឹងគឺអាយុចាប់ពីអាយុ15ចុះក្រោមហ្នឹងគឺមាន33.7%ហើយ15ដល់29ហ្នឹង31.50%ហើយចំពោះអាយុចាប់ពី30ដល់44ហ្នឹង17%45ដល់50ហ្នឹង11.4%ដល់ពេល60ដល់74ហ្នឹង4.9%ហើយ70រហូតហ្នឹង1.5%ដល់ពេលអានេះគឺជា customer discovery ដែលពួកខ្ញុំបានទៅសម្ភាសន៍ពួកគាត់ហើយទទួលបានព័ត៌មានពីពួកគាត់ហើយនេះគឺជា post តាមដល់ពេល compositor analysis ហ្នឹងគឺពួកខ្ញុំមាន2ក្រុមហ៊ុនប្រកួតប្រជែងគឺទី1 scholarship scholar by scholar for scholarship ក្រុមហ៊ុនគេហ្នឹងគឺមាន3គឺទី1គេបានផ្ដល់នៅ local and abroad scholarship offer course
scholarship consistent ហើយ website ហ្នឹងគេអត់មានទេដល់ពេលទី2គឺ study abroad center គេមានតែ offer course ហើយមួយ scholarship consultant ដល់ពេល website របស់ពួកខ្ញុំវិញគឺមានទាំងអស់មានទាំង provide local and abroad scholarship offer course scholarship consultant ហើយមាន website សម្រាប់ user need ដល់ពេល partnership ខ្ញុំមាន2គឺទី1 online payment ដែលក្នុងនោះមាន ABA Bank ហើយទី2គឺក្រសួងអប់រំដល់ពេល scalability or growth statistics ហ្នឹងមួយឆ្នាំចុះក្រោមហ្នឹងគឺបង្កើត version 1 application ហើយបង្កើតភាពទុកចិត្តហើយបង្កេឈ្មោះហើយបើកនៅក្នុងភ្នំពេញដល់ពេល media term ហ្នឹងupgrade version 2 application ដែលបន្ថែមនៅ feature អីជាច្រើនទៀតហើយ expand នៅក្នុងប្រទេសកម្ពុជាយើងដល់ពេលចាប់ពី3ឆ្នាំឡើងទៅដែលក្នុងនោះជា long term ធ្វើឲ្យអាហ្នឹងបានជាអន្តរជាតិហើយទទួលបាន partnership ជាអន្តរជាតិដែរអានេះជា team member role ហើយមួយ responsibility អានេះគឺជា link ដែលខ្ញុំយកព័ត៌មានពី website មក Thank you